Where are you from Where are you from ចឹង clear ថា Where are you from ហ្នឹងគឺយើងប្រែថាតើអ្នកមកពីណាបងប្អូន Where are you from តើអ្នកមកពីណាបន្ត clear របស់យើងបន្ថែមទៀត I am from Cambodia ណាបងប្អូន I am from Cambodia អញ្ចឹង clear ថា I am from Cambodia ហ្នឹងគឺប្រែថាខ្ញុំមកពីប្រទេសកម្ពុជាណាបើសិនជាបងប្អូនចង់មកពីប្រទេសម៉ាឡេស៊ីប្រទេសហ្វីលីពីនប្រទេសជប៉ុនប្រទេសអីយើងដាក់តាមហ្នឹងទៅ I am from Japan ឬក៏ I am from Philippines I am from Korea អីចឹងបងប្អូនអញ្ចឹង clear ថា I am from Cambodia ហ្នឹងគឺយើងប្រែថាខ្ញុំមកពីប្រទេសកម្ពុជា How old are you How old are you How old are you ហ្នឹងគឺយើងប្រែថាតើអ្នកអាយុប៉ុន្មានហើយណាយើងឃើញគេក្មេងឬក៏រៀងចាស់ឬក៏ចង់សួរឲ្យដឹងនរណាបងនរណាប្អូនយើងអាចសួរគេថា How old are you ណាដល់ពេលយើងអានជប់គ្នាទៅ How old are you How old are you វាលឺតាដាបងប្អូន How old are you អញ្ចឹងប្រែថាតើអ្នកអាយុប៉ុន្មានហើយ I am 20 years old ណាបងប្អូន I am 20 years old អញ្ចឹង clear ថា I am 20 years old ហ្នឹងគឺយើងឆ្លើយប្រាប់គេថាខ្ញុំអាយុ20ឆ្នាំហើយណា I am 20 years old ខ្ញុំអាយុ20ឆ្នាំហើយណា years គឺជាអាយុ old ហ្នឹងគឺវាថាគេបញ្ជាអញ្ចឹងណាបងប្អូនចំណាស់អីចឹងទៅអញ្ចឹងyear ហ្នឹងគឺឆ្នាំ old ហ្នឹងគឺអាយុបងប្អូនវាថាគេបញ្ជាក់ពីចំណាស់អញ្ចឹងណាអញ្ចឹង I am 20 years old ហ្នឹងគឺយើងប្រែថាខ្ញុំអាយុ20ឆ្នាំហើយ Can I try this one Can I try this one ណា this សំឡេង th វារៀងលឺ this ណា this ហ្នឹងគឺបានន័យថាអណ្ដាតយើងវារៀងចេញមកក្រៅបន្តិចណានៅលើថ្មិញបងប្អូន Can I try this on អញ្ចឹង Can I try this on ហ្នឹងគឺយើងប្រែថាតើខ្ញុំអាចសាកពាក្យឬក៏ស្លៀកមួយនេះបានទេណាយើងដើរទៅផ្សារទិញអីវ៉ៃអវ៉ាន់នោះឃើញស្លៀកពាក្យយើងចង់សាកល្បងយើងអាចនិយាយបានថា Can I try this one or this on ណាតើខ្ញុំអាចសាកពាក្យឬក៏ស្លៀកកៅអៅនេះមួយបានទេបងប្អូនហើយបន្តទៀត I will take this one ណា I will take this one ដល់ពេលយើងពេញចិត្តនឹងសម្លៀកបំពាក់ដែលយើងបានលំបែងមិញហ្នឹងគឺយើងអាចឆ្លើយបានថា I will take this one អញ្ចឹង I will take this one ហ្នឹងគឺយើងប្រែថាខ្ញុំយកមួយនេះណា I will take this one ខ្ញុំយកមួយនេះ Can I have the menu please ណាបងប្អូន Can I have the menu please ណា Can I have the menu please អញ្ចឹង menu ហ្នឹងប្រែថាបញ្ជីមុខម្ហូបអីចឹងបងប្អូនអញ្ចឹង clear ថា Can I have the menu please ហ្នឹងគឺខ្ញុំយើងប្រែថាខ្ញុំសុំមើលណាតើខ្ញុំអាចសុំមើលបញ្ជីមុខម្ហូបបន្តិចបានទេយើងទៅ restaurant អីហ្នឹងគឺយើងចង់មើលបញ្ជីមុខម្ហូបតើគេមានម្ហូបអ្វីខ្លះដែលយើងពេញចិត្តចង់ជាវចង់អីហ្នឹងគឺយើងអាចនិយាយបានថា Can I have the menu please តើខ្ញុំអាចសុំមើលមុខម្ហូបបន្តិចបានទេបញ្ជីមុខម្ហូបបងប្អូនហើយបន្តទៀត I like watching movies អញ្ចឹង clear ថា I like watching movies គឺយើងប្រែថាខ្ញុំចូលចិត្តមើលកុនណាយើងចូលចិត្តមើលកុនមើលអីយើងនិយាយប្រាប់មិត្តភក្តិយើងនេះយើងអាចនិយាយបានថា I like watching movies I don't like seafood ណាបង I don't like spicy food អញ្ចឹង spicy នឹងប្រែថាវារៀងហឹរអីចឹងណាបង food នឹងគឺប្រែថាអាហារអញ្ចឹង clear ថា I don't like spicy food នឹងគឺយើងប្រែថាខ្ញុំមិនចូលចិត្តញ៉ាំហឹរទេឬក៏ខ្ញុំមិនចូលចិត្តម្ហូបហឹរទេណាបងប្អូន I want a glass of water please I want a glass of water please ណាបងប្អូន I want a glass of water please យើងប្រែថាខ្ញុំសូមទឹកមួយកែវឬក៏ខ្ញុំត្រូវការទឹកមួយកែវខ្ញុំចង់បានទឹកមួយកែវណាបងប្អូន water ហ្នឹងគឺប្រែថាទឹក a glass of ហ្នឹងគឺយើងប្រែថាមួយកែវណាបងប្អូនឥឡូវយើងបន្តទៀត I need some help បងប្អូន I need some help
I need some help អញ្ចឹង I need some help ហ្នឹងគឺយើងប្រែថាខ្ញុំត្រូវការជំនួយខ្លះៗខ្ញុំត្រូវការជំនួយខ្លះពីអ្នកអីចឹងណាបងប្អូន help ហ្នឹងប្រែថាជួយសំហ្នឹងគឺខ្លះមិនឬក៏បន្តិចបន្តួច need ហ្នឹងគឺត្រូវការណាឬក៏តម្រូវការដល់ពេលតែ I ហ្នឹងគឺប្រែថាខ្ញុំណាបងប្អូនអញ្ចឹង clear ថា I need some help ហ្នឹងគឺយើងប្រែថាខ្ញុំត្រូវការជំនួយខ្លះWhat do you like to do ណាបងប្អូន What do you like to do ណាអង្គខ្លះកម្រិតដំបូងបងប្អូន What do you like to do យើងប្រែថាតើអ្នកចូលចិត្តធ្វើអ្វីដែរណាតើអ្នកចូលចិត្តធ្វើអ្វីដែរយើងនិយាយថា What do you like to do What time is it now បង clear ថា What time is it now ហ្នឹងគឺយើងប្រែថាតើឥឡូវនេះម៉ោងប៉ុន្មានហើយណាយើងចង់សួរទៅកាន់នរណាម្នាក់ថាតើឥឡូវនេះម៉ោងប៉ុន្មានហើយយើងអាចនិយាយជាភាសាអង់គ្លេសបានថា What time is it now ណាឥឡូវនេះគឺម៉ោងប៉ុន្មានហើយ Are you free today បងប្អូន Are you free today ណា today ហ្នឹងគឺប្រែថាថ្ងៃនេះរៀងឮសំឡេង today មិនមែន today ទេគឺឮរៀងថណាបងប្អូន today ណាថ្ងៃនេះ free ហ្នឹងគឺទំនេរណា Are you ហ្នឹងគឺអ្នកឯងសំដៅទៅលើដៃគូក្រៅពីយើងបងប្អូនអញ្ចឹង clear ថា Are you free today យើងប្រែថាតើថ្ងៃនេះអ្នកទំនេរទេឬក៏ថ្ងៃនេះអ្នកទំនេរដែរឬទេណាបងប្អូន What time do we meet ណាបងប្អូន What time do we meet ហ្នឹងក៏ប្រែថាជួបណា we ហ្នឹងក៏ពួកយើង do ហ្នឹងគឺយើងនិយាយទៅគឺវាប្រែបានច្រើនណាស់ប្រែថាធ្វើប្រែថាអីផ្សេងទៀតបងប្អូន time ហ្នឹងក៏ពេលវេលា what មុនហ្នឹងតើពេលតើម៉ោងប្រហែលហ្នឹងវាគេសួរអញ្ចឹងណាបងប្អូន what ហ្នឹងគេសួរអំពី duration អញ្ចឹងទៅណាបងប្អូនអញ្ចឹង what time do we meet នេះគឺយើងប្រែថាតើពួកយើងនឹងជួបគ្នាម៉ោងប៉ុន្មានណាតើពួកយើងជួបគ្នាម៉ោងប្រហែលដែលយើងចង់ទៅជួបនរណាម្នាក់ណាបងប្អូនគេសួរអំពីពេលវេលាឥឡូវបន្ត I am on my way I am on my way I am on my way way ហ្នឹងប្រែថាផ្លូវឬក៏មធ្យោបាយប្រែបានច្រើនបង I am on ហ្នឹងគឺបានន័យថាខ្ញុំហ្នឹងគឺកំពុងតែតាមផ្លូវហើយកំពុងតែធ្វើដំណើរតាមផ្លូវអញ្ចឹងណាបងប្អូនអញ្ចឹង clear ថា I am on my way ហ្នឹងគឺយើងប្រែថាខ្ញុំកំពុងតាមផ្លូវហើយឬក៏ខ្ញុំកំពុងតែធ្វើដំណើរទៅតាមផ្លូវហើយ Sorry I am late ណាបងប្អូន Sorry I am late ណាបងប្អូនSorry I am late ណា Sorry នឹងគឺសុំទោសអធិស្ឋានផងណា I am late នឹងគឺខ្ញុំរៀងយឺតបន្តិចហើយខ្ញុំមកយឺតអីចឹងទៅអញ្ចឹង clear ថា Sorry I am late នឹងគឺយើងប្រែថាសុំទោសខ្ញុំមកយឺតហើយ It is very hard today បង It is very hard today អញ្ចឹង clear ថា it is very hard today នឹងគឺយើងប្រែថាថ្ងៃនេះនឹងគឺក្តៅខ្លាំងណាស់ក្តៅខ្លាំងមែនតើណាបងប្អូនI think it is going to rain I think it is going to rain ណាបង I think នេះគឺខ្ញុំអញ្ចឹងទៅគិតថាណាបងប្អូន it is នឹងវាហៀបនឹងវានឹងអញ្ចឹងណាបងប្អូន to rain នឹងភ្លៀងអញ្ចឹង clear ថា I think it is going to rain នេះគឺយើងប្រែថាខ្ញុំគិតថាដូចជាហៀបនឹងភ្លៀងហើយណាបងប្អូនមេឃវាទៅវាចង់ភ្លៀងចង់អីអញ្ចឹងយើងអាចនិយាយបានថា I think it is going to rain ណាខ្ញុំគិតថាដូចជាហៀបនឹងភ្លៀងហើយមេឃហ្នឹងហើយបន្ត What do you do ណាបងប្អូន clear នេះគឺយើងតែងតែច្រឡំណាច្រឡំថា what do you do ហ្នឹងគឺថាអ្នកសុខស្បាយអត់ទេតែក៏ពិតគឺ what do you do ហ្នឹងគឺយើងប្រែថាតើអ្នកធ្វើការអ្វីដែរស្មើនឹងពាក្យថា what is your job ណាបងប្អូន what is your job ហ្នឹងក៏យើងប្រែថាតើអ្នកធ្វើការអ្វីដែរណា What do you do ហ្នឹងគឺយើងប្រែថាតើអ្នកធ្វើការអ្វីដែរយើងអាចមើលស៊ីងនៃការអានខាងក្រោមគឺ What do you do ណាបងប្អូន I am a student I am a student ណានិយមប្រើណាបងប្អូនឃ្លានេះ I am a student អញ្ចឹង I am a student ហ្នឹងគឺយើងប្រែថាខ្ញុំគឺជាសិស្សឬក៏ខ្ញុំគឺជានិស្សិតណាបងប្អូនខ្ញុំជាសិស្សខ្ញុំជានិស្សិតហ្នឹងគឺយើងនិយាយអង់គ្លេសថា I am a student ហើយបន្តទៀត Where do you work បងប្អូន Where do you work Where do you work
ប្រែថាតើអ្នកធ្វើការនៅឯណាដែរណាបងប្អូនតើអ្នកធ្វើការនៅឯណាឬក៏ថាតើអ្នកធ្វើការនៅទីណាអញ្ចឹងទៅណាយើងអាចដូរ work នឹងទៅជាសាលារៀនអញ្ចឹងវា do you school វា do you study អញ្ចឹងទៅ English អញ្ចឹងតើអ្នករៀននៅឯណាសាលារបស់អ្នកនៅឯណាអញ្ចឹងគឺយើងអាចនិយាយ clear នឹងបានគាត់ណាបដូរចុងនឹងតិចមកបងប្អូនតើអ្នកធ្វើការនៅឯណាដែរគឺអង់គ្លេសនិយាយថា where do you work ណាបងប្អូនឥឡូវយើងបន្តទៀត I have a question ណាបងប្អូន I have a question I have a question ណា question សំឡេងquestion ណាបងប្អូន ណាបងប្អូននេះសជាងហសហ្នឹងគឺ शन បងប្អូនយើងទៅសេតំណាងនៃការអានរបស់ភាសាអង់គ្លេសខាងលើនេះណាបងប្អូនអញ្ចឹង clear ថា I have a question យើងប្រែថាខ្ញុំមានសំណួរមួយណាហ្នឹងគឺយើងបញ្ជាក់ថាសំណួរហ្នឹងគឺតែមួយទេណាបងប្អូនអញ្ចឹង I have a question ខ្ញុំមានសំណួរមួយណាយើងនិយាយអញ្ចឹងឥឡូវយើងបន្ត I agree with you ណាបងប្អូន I agree with you សំខាន់ឲ្យតែសំឡេង th ហ្នឹងវានឹង with the ណាបងប្អូនអញ្ចឹង w i t h ហ្នឹងក៏យើងអានទៅ with ហ្នឹងប្រែថាជាមួយអីចឹងឬក៏នឹងអីចឹងណាបងប្អូនអញ្ចឹង clear ថា I agree with you ហ្នឹងគឺយើងប្រែថាខ្ញុំយល់ស្របជាមួយអ្នកណាខ្ញុំយល់ស្របជាមួយអ្នកអីចឹងទៅណា clear ហ្នឹងគឺល្អសម្រាប់យើងបដិសេធឬក៏យល់ស្របអីយើងអាចនិយាយបានថា I agree with you បើយើងបដិសេធ I do not agree with you អីចឹងទៅបងប្អូនឥឡូវបន្តទៀត I think so too ណាបងប្អូន I think so too ណាបញ្ជាក់បងប្អូនថានេះគឺជា clear សន្ទនាកម្រិតថ្នាក់ដំបូងខ្លាំងជាទីបំផុតតែម្ដងបងប្អូនងាយស្រួលសិក្សាណា I think so today I think so too ណាបងប្អូន to ហ្នឹងគឺប្រែថាដែល so ហ្នឹងក៏ដូច think នេះក៏គិត I ហ្នឹងគឺខ្ញុំអញ្ចឹង I think so too ហ្នឹងគឺប្រែថាខ្ញុំក៏គិតអញ្ចឹងដែរណាយើងនិយាយទៅគេយើងស្ដាប់គេហើយក៏យើងព្រមរបៀបថាយើងគិតដូចគេអញ្ចឹងណាយើងនិយាយអង់គ្លេសថា I think so too ខ្ញុំគិតអញ្ចឹងដែរហ្នឹង That's a good idea ណាបងប្អូនសំឡេងនេះគឺយើងចាំទៅគឺ that ណា that's ឬក៏ that's ណាបងប្អូន a good idea ណាបងប្អូនអញ្ចឹង that's a good idea នេះគឺយើងប្រែថានោះជាគំនិតល្អមួយណាបងប្អូនគេនិយាយមកអូយើងទៅសើគេថានោះគឺជាគំនិតដ៏ល្អយើងអាចនិយាយអង់គ្លេសបានថា that's a good idea ណានោះគឺជាគំនិតល្អមួយហ្មង I don't think so ណែបងប្អូន I don't think so ណាខ្ញុំមិនគិតអញ្ចឹងទេណាយើងបដិសេធគេនិយាយវាមិនតំណងឬក៏យើងមិនយល់ស្របហើយយើងអាចនិយាយបានថា I don't think so ខ្ញុំមិនគិតអញ្ចឹងទេ I don't think so ខ្ញុំមិនគិតអញ្ចឹងទេ I'm not sure about that ណាបងប្អូន I'm not sure about that ណាសួរនឹងប្រែថាប្រកាស about that នោះគឺយើងសំដៅទៅលើអ្វីដែលគេនិយាយមកកាន់យើងឬក៏អីចឹងណាបងប្អូននិយាយពីវត្ថុដែលគេនិយាយឬក៏រឿងរ៉ាវដែលគេនិយាយចឹងទៅអញ្ចឹង clear ថា I'm not sure about that ហ្នឹងគឺយើងប្រែថាខ្ញុំមិនសូវប្រកាសអំពីរឿងនឹងឡើយណាបងប្អូនខ្ញុំមិនសូវប្រកាសអំពីរឿងអីគឺរឿងនឹងឡើយគឺយើងប្រើអង់គ្លេសថា I'm not sure about that យើងបន្តទៀតHello, who is this? ណាបងប្អូន Hello, who is this? Hello, who is this? ប្រែថា Hello តើនោះជានរណាគេហ្នឹងណាឃើញនរណាគេកំពុងឲ្យឈោបែកក្រងឈោនំនៅខាងណោត្រោយឬក៏ខាងណោផ្លូវអីចឹងណាឬក៏នៅតាមមិត្តទ្វារមុខបង្អួចពេលយប់ប្រលប់អីយើងនិយាយស័ក្តិសមថា Hello, who is this? Hello តើនោះជានរណាគេហ្នឹងណាយើងសពិចមិនស្គាល់ហើយបន្តCan I speak to Chan Koi ណាបងប្អូន Can I speak to Chan Koi ណា Can I នឹងប្រែថាខ្ញុំអាច speak នឹងនិយាយទៅអញ្ចឹងណានិយាយជាមួយ Chan Koi គឺឈ្មោះថា Chan Koi ហ្នឹងឯងអញ្ចឹង clear ថា I speak to Chan Koi នឹងគឺយើងប្រែថាតើខ្ញុំអាចសុំនិយាយជាមួយលោក Chan Koi បានទេណាបងប្អូននេះគឺជា clear របៀបនៃការអានគឺ Can I speak to Chan Koi តើខ្ញុំអាចសុំនិយាយជាមួយលោក Chan Koi បានទេណា Please hold on I mean minutes បង Please hold on a minute ណាបង Please
hold on យើងនិយាយឲ្យរៀងច្បាស់គឺ hold on ណាបងប្អូនដល់ពេលយើងនិយាយឲ្យញាប់ទៅ please hold on ឬតែ don ណាបងប្អូនវា d នេះវាភ្ជាប់ជាមួយ n ហ្នឹងឬតែ don a minute ណាបងប្អូនអញ្ចឹង clear ថា please hold on a minute យើងប្រែថាសូមរងចាំបន្តិចណាសូមរងចាំបន្តិចណាយើងចង់ជួបនរណាម្នាក់ទៅអតិថិជនឬក៏បុគ្គលិកឲ្យយើងរងចាំបន្តិចហ្នឹងគឺគេនិយាយបានថា please hold on a minute សូមរងចាំបន្តិចណាបន្តទៀត I can't hear you clearly ណាបងប្អូន I can't hear you clearly ណា I can នេះគឺខ្ញុំមិនអាចចឹងទៅខ្ញុំមិនសូវអញ្ចឹងណា hear ហ្នឹងគឺស្ដាប់វាមិនស្ដាប់អីចឹងណាឬក៏លឺចឹង you ហ្នឹងគឺអ្នកសំដៅទៅលើដៃគូក្រៅពីយើងមកខាងទៀតណា clearly ហ្នឹងគឺមិនសូវជាច្បាស់ណាបងប្អូន clearly ហ្នឹងដែលមិនសូវច្បាស់ឬក៏វាស្ដាប់ទៅវាមិនសពេចសពិលណាអញ្ចឹង clear ថា I can't hear you clearly នឹងគឺយើងផ្លែថាខ្ញុំស្ដាប់អ្នកមិនសូវច្បាស់ទេអានេះរបៀបអាននៅខាងក្រោមបងប្អូនអាចមើលអក្សរខ្មែរឲ្យអានតាមបានណាបងប្អូនណា I can hear you clearly ណាខ្ញុំស្ដាប់អ្នកមិនសូវច្បាស់ទេបើសិនជាបងប្អូនចង់រៀនអំពីអង់គ្លេសកម្រិតដំបូងរៀនអីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងធ្វើតាមនៅអ្វីដែលបងប្អូនត្រូវការបងប្អូនណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាចេះភាសាអង់គ្លេសនោះគឺវាសំខាន់ណាស់សម្រាប់ពេលបច្ចុប្បន្ននេះណាពិភពលោកនេះគឺទៅកន្លែងណាក៏ដោយក៏គេប្រើភាសាអង់គ្លេសដែរចេះអង់គ្លេសមួយគឺយើងជួយឲ្យជីវិតយើងល្អក៏ដូចជាយើងអាចធ្វើដំណើរទៅកាន់ពិភពលោកនេះកាន់តែយល់ច្បាស់ណាបងប្អូននេះបន្តទៀតI will call you back later ណាបងប្អូន I will call you back later ណា I will call you back later ហ្នឹងគឺយើងប្រែថាខ្ញុំនឹងទេទៅអ្នកវិញទៅពេលក្រោយឬក៏ call ទៅអ្នកវិញទៅពេលក្រោយណារបៀបអាន I will call you back later ណាបងប្អូនខ្ញុំនឹងទេទៅអ្នកឬក៏ call ទៅអ្នកវិញទៅពេលក្រោយ Good luck ណាបងប្អូន Good luck good luck ហ្នឹងគឺយើងប្រែថាសំណាងល្អណាយើងនិយាយជូនពរទៅនរណាម្នាក់អញ្ចឹងណា good luck សូមសំណាងល្អណាបន្តទៀត get well soon ណា get well soon get well soon ណា get well soon នេះគឺយើងប្រែថាសូមឲ្យឆាប់ជាសះស្បើយពីជំងឺយើងជូនពរឲ្យគេឆាប់ជាពីជំងឺយើងនិយាយបានថា get well soon ណាសូមឲ្យឆាប់ជាសះស្បើយពីជំងឺឆាប់អីចឹងទៅបន្តHappy birthday ណាបង Happy birthday អញ្ចឹង Happy birthday ហ្នឹងក៏យើងប្រែថារីករាយថ្ងៃខួបកំណើតឬក៏រីករាយថ្ងៃកំណើតទៅណាដែលយើងធ្លាប់តែឮគេនិយាយពេញបណ្ដាញសង្គមឲ្យសារជូនពរគ្នាណា Happy birthday ណារីករាយថ្ងៃកំណើតអីណាបងប្អូន You can do it ណាបង You can do it ណាclear នឹងគូ clear លើកទឹកចិត្ត you can do it នឹងគឺយើងប្រែថាអ្នកអាចធ្វើវាបានយើងនិយាយទៅកាន់នរណាម្នាក់ដោយការលើកទឹកចិត្តដ៏ខ្លាំងក្លាអំពីយើងយើងអាចនិយាយបានថា you can do it ណាអ្នកអាចធ្វើវាបានធ្វើវាបន្តទៀតទៅបន្ត Do you have any brothers or sisters បងប្អូន Do you have any brothers or sisters អញ្ចឹង Do you have any brothers or sisters នោះគឺយើងប្រែថាតើអ្នកមានបងប្អូនប្រុសស្រីទេណាយើងសួរគេទៅគេមានបងប្អូនប្រុសស្រីឬក៏អត់នោះក៏យើងអាចនិយាយអង់គ្លេសបានថា Do you have any brothers or sisters តើអ្នកនឹងមានបងប្អូនប្រុសស្រីដែរឬទេបងប្អូន I live in Phnom Penh ណាបងប្អូន I live in Phnom Penh I live in Phnom Penh ណាអង់គ្លេសខ្លះគេអានថា Phnom Penh អីចឹងទៅតែយើងខ្មែរយើងអានច្បាស់ថា I live in Phnom Penh ណា I live in Phnom Penh ហ្នឹងគឺយើងប្រែថាខ្ញុំរស់នៅទីក្រុងភ្នំពេញណាបើយើងរស់នៅឯណាផ្សេងយើងអាចដូរអាឃ្លាចុងនេះបងប្អូនណាដូរទៅ I live in Bat Sambong I live in Thailand អញ្ចឹងទៅ I live in បន្ទាយមានជ័យ I live in ព្រះវិហារអញ្ចឹងណាខ្ញុំរស់នៅព្រះវិហារខ្ញុំរស់នៅបន្ទាយមានជ័យខ្ញុំរស់នៅក្នុងខេត្តបាត់ដំបងអញ្ចឹងទៅអញ្ចឹង clear ថា I live in នឹងគឺប្រែថាខ្ញុំរស់នៅក្នុងទីក្រុងណាបងប្អូនអញ្ចឹង clear ពេញគឺ I live in ភ្នំពេញខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញបន្តទៀត Are you married ណាបងប្អូន Are you married ណាគឺយើងប្រែថាតើអ្នករៀបការហើយឬនៅណា clear ហ្នឹងគឺសួរសម្រាប់យើងសួរទៅដៃគូមកខាងទៀតយើងមើលទៅគេក្មេងឬក៏ថាមើលទៅគេតំណង
រុំទុំសុភាពរៀបសារយើងចាប់អារម្មណ៍យើងសួរអំពីតំណែងតំណងតាគេនឹងរៀបការហើយឬក៏នៅអញ្ចឹងណាបើមិនទាន់រៀបការទេសុំតាកតងមួយមកយើងអាចនិយាយបានថា Are you married តើអ្នករៀបការហើយឬក៏នៅណាបងប្អូន I am single ណាបងប្អូន I am single នឹងប្រែថាតែមួយឬក៏នៅលាវអញ្ចឹង clear ថា I am single នឹងខ្ញុំនៅលាវទេណាបងប្អូនឆ្លើយតបអំពីសំណួរអាម៉ាញ់ណា Are you married ហ្នឹងគេតើអ្នករៀបការហើយនៅបើយើងមិនទាន់រៀបការទេយើងអាចនិយាយប្រាប់ថា I am single ឬក៏I am not married yet អីចឹងទៅណាបើយើងរៀបការហើយ I have married ចឹងទៅឬក៏ I have married already អីចឹងទៅណាអញ្ចឹង clear ថា I am single ហ្នឹងគឺយើងប្រែថាខ្ញុំនៅលាវទេណាបងប្អូនអញ្ចឹង clear ល្អហ្នឹងគឺមានតែប៉ុណ្្នឹងឯងបើសិនជាមានការលឺលួសខុសឆ្គងស្ដាប់ទៅមិនពេញចិត្តមិនសមរម្យសូមខន្តីអំពីសំណាក់បងប្អូនផងណាបើសិនជាបងប្អូនត្រូវការរៀន clear អ្វីឬក៏រៀនរបៀបអានឬក៏រៀនអង់គ្លេសកម្រិតដំបូងបងប្អូនអាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើនៅតាមអ្វីដែលបងប្អូនទាំងអស់គ្នាចង់បានអញ្ចឹងខ្ញុំក៏សូមគោរពជម្រាបលាសូមអរគុណសម្រាប់ការចូលរួមតាមដានទស្សនាដ៏មានតម្លៃរបស់បងប្អូនទាំងអស់គ្នា